ជំរាបសួរអ្នកនរគ្នាថ្ងៃនេះគឺខ្ញុំមកអង្គុយនៅទេសភាពវាស្រែខាងខ្ញុំខាងអូបងប្អូនខ្លះទៅគេហៅស្រែលើខ្លះគេហៅស្រែតទូអញ្ចឹងទៅនេះគឺមកអង្គុយដិតទេសភាពមានអីក្រៅពីឡុកនិយាយលេងទៅដែរហើយនិយាយទៅនេះខ្ញុំអង្គុយស្មៅជៀនហើយខ្ញុំមកនេះគឺមកដឹកផ្លែត្នោតត្នោតបងប្អូនមានអីទេហើយកុយខាងនេះខ្ញុំក៏ចង់បង្ហាញកន្លែងទស្សនភាពមួយបងប្អូនទស្សនាបងប្អូនមានឃើញចកាមួយលើកមុនខ្ញុំនិយាយប្រាប់អត់ចកានៅឆ្ងាយពីយើងអត់បងប្អូនចកាការភេងខ្យល់គេនៅក្រោយមួយជួរដើមត្នោតភាពសុខស្រាយបងប្អូនអើយឥឡូវថ្ងៃក៏ជិតលិចដែរមានអីទេប្លុកវីដេអូខ្ញុំថតវីដេអូវែងតែកំសាន្តណាបងប្អូនមួយពេកខ្ញុំមកឲ្យថាយើងគ្មានសមត្ថភាពមានអីគេអានធ្វើវីដេអូលេងកំសាន្តដែរនៅឃើញកន្លែងនេះគឺកន្លែងមួយធ្លាប់ជិះកង់មកពីរៀនហើយខ្ញុំមកដឹកថ្នោតឥឡូវយើងជិះម៉ូតូម្ដងហើយអនាគតខំប្រឹងរៀនគឺមានអីក៏ពីធ្វើការងារឯកជនគេជិត10ឆ្នាំជាងឯងបងប្អូនហើយនឹងកិច្ចការងារយ៉ាងឯផ្នែកដណ្ដប់ធ្នាប់មានកញ្ចែមួយលាន់ផ្លុំគឺចរាចរណ៍បងប្អូនហ្នឹងហើយជីវិតខ្ញុំតស៊ូឥឡូវនេះគឺមានតែប៉ុណ្្នឹងឯងឆ្លាញ់អ្វីដែលជាក់ស្ដែងឃើញជួបផ្ទាំភ្នែកហ្នឹងថ្ងៃជីវិតខ្ញុំគឺរស់នៅក្នុងភាពជាក់ស្ដែងឃើញប៉ុណ្ណារស់ប៉ុណ្ណឹងបានស៊ីប៉ុណ្ណឹងហើយបងប្អូនមិនជីវភាពខ្វះខាតព្រឹកខ្វះល្ងាចដែរខ្លះទៅគេឃើញសម្រស់ខ្ញុំតាមបណ្ដាញសង្គមដូចថាសង្ហាឲ្យទួស្គាល់អាយុច្រើនតែនៅសង្ហាមុខមួយកន្លងយើងគឺថាស្រឡាញ់ខ្លួនឯងដែរបងប្អូនមានណាស្រឡាញ់យើងក៏យើងចេះស្រឡាញ់ខ្លួនឯងទេខ្លួនឯងសង្ហាខ្លួនឯងអីតែមើលថ្មិញគឺបាក់អស់ហើយថ្មិញពុកអស់ហើយអាយុ30តិចតួចហើយ31 30អីហើយឥឡូវកាសធាតុនឹងក្តៅហើយមេគូសូរិយាលិចអីបងប្អូនសូរិយាលិចខាងលិចនេះមានអីទេអង្គុយលេងស្មៅជៀនណាបងប្អូនអើយស្មៅជៀនវែងល្អណាខែវស្សាហើយខាងបងប្អូនបានធ្វើស្រែធ្វើចការនៅបងប្អូនខាងខ្ញុំជួបានមកកន្លែងហើយស្រែខ្ញុំមានតែ3កន្លែងទេគឺមួយឆ្នាំបាន3ដឹកអីទេcònបានមកហូបស្រុកស្រែមានតែប៉ុណ្្នឹងឯងបែបស្រែចំការបានដំណាំទេសភាពស្អាតអត់បងប្អូនជួយ recommend ផងស្អាតហើយតែក៏ទេសភាពស្អាតណាស់បៃតងខៀវខ្ចីមានអីទេថតឲ្យបងប្អូនបានទស្សនាខ្ញុំបានកណ្ដោអារម្មណ៍ចុងក្រោយអរគុណបងប្អូន